chị ăn coi mà ăn cái kia bằng ăn cái này trang cầu câu rồi phát đi cầu cưới à anh cho gưu bá Sốt đây nè từng ở cái này lần này hiệnកំពុងទៅនៅលើទឹកដីខេត្តកំពង់ស្ពឺហើយឥឡូវនេះយើងបានមកដល់ជ្រោះជ្រាវហើយប៉ុន្តែគាត់ថាអត់ដឹងវាជាជាន់ទីប្រហែលទេពីព្រោះចំពោះខ្ញុំគឺមកលើកនេះគឺមកលើកទី1ហើយតែតាមអ្វីដែលខ្ញុំដឹងគឺនៅជ្រោះជ្រាវនេះគឺវាមានច្រើនជាន់ហើយសម្រាប់ជាន់ដែលខ្ញុំស្នាក់នៅនេះគឺអត់ដឹងថាជាន់ទីប្រហែលទេហើយពួកខ្ញុំមកនេះគឺចែកជា2ក្រុមព្រោះបងគាត់មកមុនហ្នឹងក៏ដល់តាំងពីព្រឹកតាំងពីព្រលឹមហ្នឹងហើយសម្រាប់ខ្ញុំក្រុមចុងក្រោយនេះគឺអត់ដឹងទេមកចេញមកគឺថ្ងៃឯងព្រោះទៅដឹងតំណែងពេលថ្ងៃហើយក៏ចេញមកត្មងទៅហើយម្ដងនេះគឺបងគាត់បាន check កន្លែង check អីហើយក៏សម្រាប់ចិត្តយកកន្លែងហ្នឹងហើយក៏បានធ្វើម្ហូបធ្វើអីរៀងឆ្អិនបដាអីខ្ញុំមកគឺឆ្អិនស្រាប់ហើយបើនិយាយពីទេសភាពវិញគឺអែមែនតែនលក្ខណៈបែបធម្មជាតិសុទ្ធសាធចម្ងាយពី100គីឡូមិនតិចពីពេញទេប៉ុន្តែខ្ញុំអត់ដែរមកសោះហើយមកលើកនេះគឺអត់ខាតជើងមែនគឺសុវ័យមែនតែនអ្វីដែលធ្វើឲ្យខ្ញុំជាប់ចិត្តចំពោះស្នេហ៍នៅកន្លែងនេះគឺអាថ្មដែលនៅកណ្ដាលទឹកហូរហ្នឹងគឺយើងអាចដាក់តុកនៅលើហ្នឹងហើយយើងដាក់របស់ញ៉ាំលើហ្នឹងទៅហើយយើងអង្គុយនៅក្នុងទឹកញ៉ាំបដាលេងទឹកបដាគឺអែមែនតែនហើយអានំនេះគឺទិញពីពេញមកមកដល់ព្រៃគឺយើងអត់ភ្លេចទេអារបស់ញ៉ាំកាពិកពុកយើងយកពីពេញទៅហ្នឹងពីព្រោះយើងចេញទៅហ្នឹងគឺបញ្ញាបញ្ញាប់ចឹងក៏អត់បានធៀមរបស់ញ៉ាំអីទៅដែរហើយមានតែទិញនំហាណាមីនំអីហ្នឹងឯងតែអ្វីដែលអត់ភ្លេចហ្នឹងគឺបបត្រជាក់ហ្នឹងគឺអត់ភ្លេចហ្មងប៉ុន្តែសំណាងដែរដែលបងគាត់ទៅមុនហ្នឹងគឺគាត់ត្រៀមរបស់ញ៉ាំទៅច្រើនមែនទែនមានតាំងពីឆ្អឹងគោមានតាំងពីផ្លូវពប៉ែអញ្ចឹងហើយគឺហេងមាត់វិញហើយឥឡូវបងគាត់រៀបចំដោតផ្លូវពប៉ែដើម្បីរៀបចំធៀមអាំងហើយចុងភៅនិយាយទៅមកនេះបងគាត់សិតតែជំនាញចុងភៅហ្មងបាទគឺខ្ញុំមកនេះគឺចាំតែឆ្ងាញ់មាត់ហ្មងគឺអត់ចេះអីទេបើនិយាយទៅទ្រីបជើងនេះសម្រាប់ខ្ញុំវាជាបទពិសោធន៍ថ្មីមួយដែរពីព្រោះកន្លងមកគឺខ្ញុំដើរលក្ខណៈបែបស្រួលពេកបានន័យថាទៅដល់មានកន្លែងគេងស្រួលមានភ្លើងមានបន្ទប់ទឹកប៉ុន្តែដោយឡែកសម្រាប់ជើងនេះគឺធម្មជាតិសុទ្ធហ្មងគឺអត់មានបន្ទប់ទឹកអត់មានអីទេអញ្ចឹងបើឈឺពោះបាត់ជើងធំអីត្រូវកាន់ជោគមួយដើរអอกកន្លែងស្ងាត់ហើយបើនិយាយពីបន្ទប់ទឹកមិនមែនថាអត់មានទេគ្រាន់ថាវារៀងឆ្ងាយពីកន្លែងនេះពួកខ្ញុំអង្គុយលេងហ្នឹងអញ្ចឹងសម្រាប់អ្នកណាដែលគាត់អត់ធ្លាប់បាត់ជើងនៅក្នុងព្រៃអីអញ្ចឹងអាហ្នឹងយើងមានដើរទៅវាមួយបែកញ៉ាស់តែបើជិះម៉ូតូវាមួយផ្លែទេគ្រាន់តែបើសិនជាយប់វាស្ងាត់ហើយល្ងឹតអញ្ចឹងហើយបើសិនជាអ្នកមានបំណងចង់ទៅបោះតង់អីនៅអញ្ចឹងអីហ៊ានបត់ជើងក្នុងព្រៃបដាហើយទៅហ្នឹងហើយនិយាយលេងទៅអស់គ្នាប៉ុន្តែដែលខ្ញុំបញ្ជាក់អញ្ចឹងគឺបន្ទប់ទឹកមានគ្រាន់តែវាឆ្ងាយតិចហើយសម្រាប់ផ្លូវគឺត្រឹមកន្លែងដែលពួកខ្ញុំមកនេះគឺឡានអាចមកដល់គឺមានបញ្ហាទេប៉ុន្តែបើសិនជាឡើងទៅជាន់ផ្សេងទៀតខ្ញុំក៏អត់ប្រកបដែរពីព្រោះខ្ញុំមកបានទៅដល់ត្រឹមហ្នឹងដែរឥឡូវសាច់របស់យើងគឺចាប់ដើមឆ្អិនហើយគ្រាន់តែឃើញគឺបញ្ចូលសម្លេងបណ្ដាសុទ្ធទឹកមាត់បណ្ដាឥឡូវគឺរៀបចំបោះតង់ហើយពីព្រោះវាល្ងាចដែរហើយមួយទៀតអ្នកទាំងគ្នាគឺខ្ញុំអត់រីកមិនឲ្យអ្នកទាំងគ្នាបោះតង់នៅខាងក្រោមជាប់មាត់ទឹកដោយពួកខ្ញុំទេពីព្រោះពូម្ចាស់តំបន់នៅកន្លែងហ្នឹងគាត់ថាឲ្យយើងបោះនៅខាងលើពីព្រោះនៅក្រោមហ្នឹងទឹកទៅវាត្រូវឡើងគឺវាឡើងភើបហ្មងអញ្ចឹងវាអាចមានគ្រោះថ្នាក់ប៉ុន្តែដោយឡែកសម្រាប់ពួកខ្ញុំគឺយើងរៀបចំរៀបអីរួចអស់ហើយអញ្ចឹងហើយគឺមានតែបថុយគេងនៅកន្លែងហ្នឹងកាត់ភ្លើងថ្មីកាត់អត់ឆេះតយកកង្ហាមកផ្លុំឲ្យតែមិនឆេះទៀតលើគិតមិនបាញ់ជាប់វាហ្នឹងវាចយឥឡូវនេះមេឃចាប់ដើមល្ងឹតហើយអ្នកអៀងស្វឹងឯងមើលទៅមុខទៅក៏ដឹងដែរភ្នែកបើកលេងចង់ងូចហើយសម្រាប់ឆ្អឹងគោនេះដែរគឺមានប្រយោជន៍មែនតើសរសើរបងគាត់ចេះនឹកឃើញយើងញ៉ាំសាច់អស់ហើយគឺអាឆ្អឹងហ្នឹងយើងស្ងោរស៊ុបចោលទុកផឹកឡើងគឺយើងអាចយកវាមកសោះមីញ៉ាំពួកយើងធៀមមីមកស្រាប់អែមែនតើទៅយើងហូបទៅដល់សិនបានហើយលុបទៅហើយអត់មានតែមកមួយឯងផងដាក់អ្នកជួយដាក់អ្នកឲ្យមកដល់7លើមើលអាគេរ៉ាណាគឿននៅនឹងសោះចឹងឥឡូវយើងបានមកដល់ព្រឹកថ្ងៃទី2ហើយអាឆ្អឹងស៊ុបដែលយើងស្ងោរពីយប់នោះគឺឆ្អិនល្មមចឹង breakfast របស់យើងគឺឆុងមីញ៉ាំទាំងអស់គ្នា
ហើយវីដេអូគឺមានតែប៉ុណ្្នឹងទេអរគុណបាយបាយ